ជំរាបថាសម្រាប់ប្រាក់ខែ1លានកន្លះដែលយើងត្រៀមសម្រាប់ខែវិច្ឆិកានិងខែធ្នូនឹងឆ្នាំ2025ហ្នឹងគឺយើងបានស្នើសុំអនុទានបន្ថែមរួចហើយបាទក្រសួងអប់រំយុវជននិងកីឡាបានស្នើសុំអនុទានបន្ថែមរួចហើយបាទប្រមាណជា14,800លានជាងបាទសម្រាប់ប្រាក់ខែ2ខែគឺខែវិច្ឆិកានិងខែធ្នូឆ្នាំ2025តាមរយៈលិខិតលេខ65 64បាទអយកអវចុះថ្ងៃទី3ធ្នូឆ្នាំ2025បាទហើយកំពុងតែដំណើរការ process បន្តទៀតនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទអញ្ចឹងខ្ញុំចង់ជំរាបកន្លែងនេះឲ្យបានច្បាស់ដើម្បីឲ្យលោកស្រីនៅពេលដែលយើងធ្វើស្ថានភាពអនុទានថវិកាសម្រាប់ឆ្នាំ2026គឺយើងពុំចាំបាច់គិតរំលឹកប្រាក់ខែវិច្ឆិកានិងខែធ្នូសម្រាប់គ្រូកិច្ចព្រមព្រៀងការងារទេបាទពីព្រោះក្រសួងបាទបានស្នើសុំសម្រាប់ប្រាក់ខែបាទខែវិច្ឆិកានិងខែធ្នូឆ្នាំ2025រួចហើយស្នើសុំអនុទានថែមសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ2025បាទប៉ុន្តែអ្វីដែលត្រូវអាចនឹងគិតគូរបាទសេសសល់សម្រាប់ឆ្នាំ2025ហ្នឹងគឺជាថវិកាដែលយើងត្រូវរំលឹកជូនគាត់ណាបាទរំលឹកជូនគាត់ដូចជាប្រាក់ឧបត្ថម្ភសហព័ន្ធឬមួយក៏កូនអីជាដើមបាទដែលយើងអាចនឹងមានរំលឹកសម្រាប់ខែវិច្ឆិកាខែធ្នូឆ្នាំ2025នេះទៅប្រើប្រាស់នៅឆ្នាំ2026ដោយសារឆ្នាំ2025គឺយើងបានស្នើសុំអនុទានបន្ថែមតែរឿងប្រាក់ខែទេបាទពីព្រោះมันមានទិន្នន័យយើងមិនទាន់ប្រមូលបានទិន្នន័យច្បាស់លាស់អំពីព័ត៌មានលម្អិតបន្ថែមទៀតដូចជាសហព័ន្ធដែលត្រូវឧបត្ថម្ភកូនដែលត្រូវឧបត្ថម្ភអីទេបាទអញ្ចឹងយើងដោះស្រាយចំពោះមុខតែប្រាក់ខែសិនបាទសម្រាប់ឆ្នាំ2025គឺខែវិច្ឆិកានិងខែធ្នូបាទអញ្ចឹងគឺជាការស្នើសុំអនុទានបន្ថែមរួចហើយបាទអញ្ចឹងខ្ញុំព្យាយាមបញ្ជាក់ដដែលនេះគឺបាទដោយសារយើងប្រជុំអនឡាញវាអត់ដូចផ្ទាល់ទេពេលខ្លះទៅក៏អាចដាច់សេវាអ៊ីនធឺណិតអីតិចតួចអញ្ចឹងទៅក៏ស្ដាប់ព័ត៌មាននោះអត់បានគ្រប់ដែរអញ្ចឹងខ្ញុំព្យាយាមនិយាយដដែលដើម្បីឲ្យបានច្បាស់ទាំងអស់គ្នាបាទអញ្ចឹងអាចនឹងមានមូលដ្ឋានសម្រាប់ធ្វើការផ្ទេរអនុទានបាទនៅឆ្នាំ2026ផងដែរបាទអញ្ចឹងសម្រាប់ឆ្នាំ2025គឺយើងមានប៉ុណ្ណឹងណាបាទខ្ញុំសូមចូលទៅឆ្នាំ2026បាទឆ្នាំ2026អញ្ចឹងគឺការឡាយអប់រំស្រុកបាទដែលជាសេនាធិការឲ្យរដ្ឋបាលក្រុងស្រុកហ្នឹងបាទត្រូវតែពិនិត្យអំពីស្ថានភាពអនុទានថវិកាឡើងវិញបាទពីព្រោះនៅពេលដែលយើងប្រើប្រាស់គ្រូកិច្ចព្រមព្រៀងផ្អែកលើការងារជំនួសឲ្យគ្រូបង្រៀន2វេនជំនួសឲ្យគ្រូបង្រៀនថ្នាក់គួប2កម្រិតថ្នាក់គួប3កម្រិតនិងសម្រាប់បាទកាន់ថ្នាក់ដែលមិនទាន់មានគ្រូបាទអញ្ចឹងវាអាចនឹងមានការសេសសល់នៅខ្ទង់អនុគណនីផ្សេងទៀតដែលយើងអាចយកមកប្រើប្រាស់សម្រាប់ចំណាយទៅលើគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារនេះបាទអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ដោយខ្លីថាយើងត្រូវពិនិត្យអំពីស្ថានភាពអនុទានថវិកានៅក្នុងច្បាប់ថវិកាឆ្នាំ2026ដើម្បីធ្វើការផ្ទេរអនុទានបាទពីអនុគណនីផ្សេងយកមកគ្រប់គ្រងទៅលើការចំណាយគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារបាទខ្ញុំនឹងបញ្ជាក់លម្អិតនៅក្នុង slide នេះបន្ថែមទៀតហើយអាចថាការសរសេរនៅក្នុង slide នេះមិនបានលម្អិតគ្រប់គ្រាន់បាទលោកស្រីជាពិសេសគឺមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុរបស់ការឡាយអប់រំស្រុកបាទហើយនឹងបងខាងរដ្ឋបាលក្រុងស្រុកដែលកាន់ការងារហិរញ្ញវត្ថុបាទអាចបាទ take note បន្ថែមបាទសម្រាប់កិច្ចការងារនេះបាទអញ្ចឹងសម្រាប់ខ្ទង់
ដែលអាចនឹងមានឥណទាននៅសល់បាទក្រោយពីយើងជំនួសបាទថ្នាក់2វេនថ្នាក់គួរ2កម្រិត3កម្រិតដោយគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារអញ្ចឹងអនុគណនី64023បាទអាចនឹងមានឥណទាននៅសល់បាទឥណទាននៅសល់បាទដោយសារយើងពុំប្រើប្រាស់គ្រូថ្នាក់2វេនទេនៅបឋមសិក្សាបាទនៅកម្រិតបឋមសិក្សាគឺมันមានគ្រូបង្រៀនថ្នាក់2វេនទេសម្រាប់ខេត្តគោលដៅទាំង5ដែលខ្ញុំបានជម្រាបជូនខាងលើហ្នឹងបាទថ្នាក់គួបបាទ2កម្រិត3កម្រិតក៏មិនមានដែរបាទអញ្ចឹងមុខសញ្ញាចំណាយនេះគឺនឹងមានឥណទាននៅសេសសល់សម្រាប់នៅក្នុងអនុគណនី64023បាទអញ្ចឹង64023នេះវាមានមុខសញ្ញាចំណាយផ្សេងទៀតដូចជាកម្មវិធីបង្រៀនថ្ងៃពហុបាទប្រាក់ម៉ោងបន្ថែមនៅមធ្យមសិក្សាអីជាដើមបាទអញ្ចឹងវាមានខ្ទង់មួយចំនួនដែលយើងត្រូវតែបន្សល់ទុកនៅ64023នេះសម្រាប់ប្រើប្រាស់ដែរមិនមូលទាំងអស់ពី64023ហ្នឹងទៅគ្រប់គ្រងចំណាយទៅលើគ្រូកិច្ចព្រមព្រៀងការងារទាំងអស់ទេបាទអញ្ចឹងក៏សូមឲ្យគិតគូរដោយប្រយ័ត្នប្រយែងដែរហ្នឹងលែងមានគ្រូថ្នាក់2វេនថ្នាក់គួរ2កម្រិត3កម្រិតអញ្ចឹងមូលពី64023ទៅទាំងអស់អាហ្នឹងក៏ពុំត្រឹមត្រូវដែរដោយសារយើងនៅតែមានការចំណាយផ្សេងទៀតបាទដូចជាកម្មវិធីបង្រៀនថ្ងៃពហុជាដើមបាទអញ្ចឹងគឺនៅប្រើប្រាស់បាទអនុគណនី64023អញ្ចឹងកន្លែងនេះគឺសូមមានការប្រុងប្រយ័ត្នបាទផ្ទេបាទផ្ទេទៅដល់អស់បាទដល់ពេលត្រូវការចំណាយតែក្នុង64023នេះបាទអត់មានអីចំណាយបាទហើយការធ្វើចលនាឥណទានទៅលើអនុគណនី64023នេះគឺជាអនុគណនីមួយដែលមិនបានប្រតិភូកម្មអំណាចទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌទេបាទអញ្ចឹងគឺមានន័យថាមិនអាចធ្វើការផ្ទេរឥណទាននៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងស្រុកខណ្ឌទេបាទអញ្ចឹងត្រូវឡើងមកដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងវាជាដំណើរមួយដែលវែងឆ្ងាយហើយមានការលំបាកបាទអញ្ចឹងសូមមានការប្រុងប្រយ័ត្ននៅពេលដែលយើងគិតគូរអំពីមុខសញ្ញាចំណាយបាទដែលត្រូវដកចេញហើយនៅមុខចំណាយដែលត្រូវរក្សាទុកនៅក្នុង64023នេះបាទសម្រាប់64041ក៏ជាមុខសញ្ញាដែលយើងគិតថាអាចនឹងមានឥណទាននៅសល់ដែរបាទទី1គឺដោយសារបាទគ្រូជាប់កិច្ចសន្យាមួយចំនួនគឺបានប្រឡងជាប់ទៅជាគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារបាទទី2នៅពេលដែលយើងធ្វើគម្រោងស្រុកមួយចំនួនយល់ថានឹងបង្កើនគ្រូកិច្ចព្រមព្រៀងការសំទោសបង្កើនគ្រូជាប់កិច្ចសន្យាចំណេះដឹងទូទៅនេះបាទអញ្ចឹងប៉ុន្តែដល់ជាក់ស្ដែងយើងមកប្រើប្រាស់ជាគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារទៅវិញបាទអញ្ចឹងក៏អាចនឹងមានខ្ទង់មួយចំនួននៅសល់ដែរហើយនឹងមួយចំនួនទៀតគឺអាចនៅសល់ដោយគ្រូជាប់កិច្ចសន្យាប្រភេទ2មានន័យថាគ្រូជាប់កិច្ចសន្យាដែលយើងជ្រើសរើសបាទពុំមានការទទួលស្គាល់ពីមុខងារសាធារណៈបាទអញ្ចឹងគឺត្រូវបានលុបបំបាត់នៅតួលេខហ្នឹងបាទអញ្ចឹងក៏ធ្វើឲ្យមុខសញ្ញាចំណាយហ្នឹងមានការសល់នៅឥណទានមួយចំនួនដែរបាទប៉ុន្តែក៏ដូចខ្ញុំបញ្ជាក់អញ្ចឹងថា64041នេះមិនមែនប្រើសម្រាប់តែមុខសញ្ញាចំណាយតែមួយនឹងទេគឺនៅមានមុខសញ្ញាចំណាយផ្សេងទៀតដែលប្រើប្រាស់នៅក្នុង64041នឹងដែរបាទដូចជាមន្ត្រីជាប់កិច្ចសន្យាគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធបាទអញ្ចឹងសម្រាប់អប់រំក្រៅប្រព័ន្ធយើងនៅតែបន្តប្រើប្រាស់គ្រូកិច្ចសន្យាបាទអប់រំក្រៅប្រព័ន្ធដែរអញ្ចឹងក៏ត្រូវតែនៅរក្សាទុកនៅមុខសញ្ញាចំណាយមួយចំនួន
មានន័យថាត្រូវតែរក្សាទុកនៅអនុទានថវិកាមួយចំនួននៅក្នុង64041នេះដើម្បីប្រើប្រាស់នៅក្នុងមុខសញ្ញាចំណាយមន្ត្រីជាប់កិច្ចសន្យាប៉ុន្តែប្រហែលជានៅតាមស្រុកមិនមានទេបាទមាននៅមន្ទីរបាទហើយជាពិសេសនោះគឺគ្រូបាទបង្រៀនជាប់កិច្ចសន្យាអប់រំការប្រព័ន្ធហ្នឹងឯងបាទដែលយើងត្រូវបន្តរក្សាទុកនៅក្នុងអនុគណនី64041សម្រាប់ប្រើប្រាស់បាទហើយគ្រូកិច្ចសន្យាក៏យើងនៅតែមានប៉ុន្តែគ្រាន់ថាកូតាដែលយើងទទួលបានហ្នឹងគឺអាចតិចជាងបាទឬមួយក៏អាចដោយសារគាត់ប្រឡងជាប់អញ្ចឹងចំនួនគ្រូកិច្ចសន្យានេះក៏កាន់តែថយបាទអញ្ចឹងគឺអាចនឹងមានខ្ទង់មួយចំនួនដែលយើងអាចនឹងត្រូវយកមកប្រើប្រាស់បានសម្រាប់គ្រូឯកលើកិច្ចព្រមព្រៀងការងារបាទអញ្ចឹងខ្ញុំដាក់មួយទៀតគឺអនុគណនីផ្សេងទៀតអញ្ចឹងករណីដែលលោកស្រីមើលឃើញថាអនុគណនីផ្សេងទៀតអាចនឹងមានអនុទាននៅសេសសល់បាទក៏អាចធ្វើការផ្ទេរមកគ្រប់គ្រងនៅក្នុងអនុគណនី64043និង64044សម្រាប់ចំណាយទៅលើគ្រូកិច្ចព្រមព្រៀងការងារនេះផងដែរបាទអញ្ចឹងខ្ញុំយល់ថា slide មួយនេះគឺជា slide ដែលមានសារៈសំខាន់បាទសម្រាប់ការគិតគូរធ្វើចលនាអនុទានបាទអញ្ចឹងតើតែលោកស្រីបាទយល់ឲ្យបានច្បាស់អំពី slide មួយនេះថាតើមានមុខសញ្ញាចំណាយអីដែលនឹងត្រូវរក្សាទុកនៅក្នុងអនុគណនីនឹងហើយខ្ទង់អីដែលយើងនឹងត្រូវមូបាទត្រូវផ្លាស់ទៅជួយនៅ64043 64044បាទខ្ញុំសូមបន្តទៅទៀតបាទសម្រាប់បាទការអនុវត្តថវិកាណាបាទអញ្ចឹងសម្រាប់ការអនុវត្តថវិកាបាទដោយសារបាទសាលាចរ08របស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាការរៀបចំថវិកាបាទបន្ទុកបុគ្គលិកនៅឆ្នាំ2026ហ្នឹងគឺត្រូវរៀបចំទៅតាមកម្មវិធីដែលត្រូវចំណាយជាក់ស្ដែងនេះបាទតាមពិតទៅឆ្នាំកន្លងមកក៏យើងរៀបចំទៅតាមកម្មវិធីដែរប៉ុន្តែយើងដាក់តែមួយកម្មវិធីបាទគឺស្ថិតនៅកម្មវិធីទី5បាទប៉ុន្តែឆ្នាំ2026គឺយើងត្រូវរៀបចំទៅតាមកម្មវិធីដែលជាអ្នកចំណាយជាក់ស្ដែងបាទអញ្ចឹងឧទាហរណ៍ថានៅអប់រំយើងបាទគ្រូបឋមគឺស្ថិតនៅកម្មវិធីទី1បាទអញ្ចឹងបើសិនជាចាយលើរឿងគ្រូបឋមសុំគ្រោងចំណាយបន្ទុកបុគ្គលិកហ្នឹងគឺនៅកម្មវិធីទី1បាទហើយមន្ត្រីនៃការិយាល័យអប់រំស្រុកគាត់ជាអ្នកគ្រប់គ្រងចឹងស្ថិតនៅកម្មវិធីទី5ដែលជាកម្មវិធីគ្រប់គ្រងអញ្ចឹងការចំណាយទៅលើប្រាក់ខែទៅលើលៀបការផ្សេងរបស់មន្ត្រីការិយាល័យអប់រំស្រុកគឺយើងត្រូវគ្រោងនៅកម្មវិធីទី5បាទអញ្ចឹងសាលាចរបាទ08គឺបានចង្អុលបង្ហាញអញ្ចឹងបាទថាត្រូវរៀបចំគម្រោងចំណាយបន្ទុកបុគ្គលិកនេះឲ្យត្រូវទៅតាមកម្មវិធីដែលត្រូវចំណាយបាទហើយមួយទៀតបាទក្រសួងអប់រំគឺមានសុចនាករជាមួយនឹងសហភាពអឺរ៉ុបបាទដែលយើងហៅកាត់ថា EU ហ្នឹងបាទអញ្ចឹងយើងមានជាប់នៅសុចនាករបាទរបស់ EU ផងដែរទៅលើការវិភាគបាទបន្ទុកបុគ្គលិកនេះបាទអញ្ចឹងគឺ target 5.3.1 បាទរបស់សហភាពអឺរ៉ុបបាទគឺតម្រូវឲ្យយើងរៀបចំបាទការចំណាយទៅលើបន្ទុកបុគ្គលិកនេះទៅតាមកម្មវិធីអនុកម្មវិធីបាទ
ចឹងគឺតម្រូវឲ្យរៀបចំនៅក្នុងកម្មវិធីទី1ហ្នឹងបាទមានអនុកម្មវិធីការអប់រំកម្មាតូចបឋមសិក្សានិងមធ្យមសិក្សាបាទនេះជាសូចនាកររបស់សហភាពអឺរ៉ុបផងដែរចឹងជាសាវតាគឺមានពីរចំណុចធំហ្នឹងដែលតម្រូវឲ្យយើងត្រូវតែរៀបចំការចំណាយបន្ទុកបុគ្គលិកនេះទៅតាមកម្មវិធីបាទទៅតាមកម្មវិធីបាទអញ្ចឹងសម្រាប់ការរៀបចំចំណាយបន្ទុកបុគ្គលិកតាមកម្មវិធីនេះបាទការិយាល័យអប់រំស្រុកបានរៀបចំសម្រាប់ឆ្នាំ2026ហ្នឹងអញ្ចឹងនេះមិនពេញលេញជាកម្មវិធីរបស់ក្រសួងអប់រំទេបាទប៉ុន្តែខ្ញុំមិនចង់ដាក់ឲ្យច្រើនឲ្យស្មុគស្មាញអញ្ចឹងខ្ញុំលើកយកតែអ្វីដែលជាចំណុចដែលអនុវត្តនៅការិយាល័យអប់រំស្រុកទេបាទអញ្ចឹងគឺតកតងជាមួយកម្មវិធីទី1បាទគឺស្ថិតនៅសកម្មភាពទី1បាទការពង្រីកការអប់រំកម្មាតូចបាទហើយសកម្មភាពទី2គឺការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការអប់រំនៅបឋមសិក្សាហើយមធ្យមបាទដោយសារមធ្យមគឺថវិកានៅជាមួយនឹងមន្ទីរចឹងខ្ញុំមិនបានដាក់ទេខ្ញុំរំលងមកដល់សកម្មភាពទី4គឺការពង្រីកបាទការអប់រំក្រៅប្រព័ន្ធតែម្ដងបាទចឹងគឺមាន3សកម្មភាពហ្នឹងនៅក្នុងកម្មវិធីទី1បាទដល់ពេលយើងរៀបចំគម្រោងចំណាយបន្ទុកបុគ្គលិកនៅក្នុងកម្មវិធីទី1គឺយើងបានរៀបចំវិភាគបែបនេះដែរបាទសម្រាប់គ្រូបាទកុមារតូចដាច់ណាគ្រូមត្តេយ្យសិក្សាដាច់គឺយើងបានដាក់នៅក្នុងសកម្មភាពទី1បាទហើយសម្រាប់ប្រាក់ខែគ្រូមត្តេយ្យនៅក្នុងបឋមហើយនិងគ្រូបឋមគឺយើងដាក់នៅក្នុងសកម្មភាពទី2បាទគ្រូមត្តេយ្យនៅក្នុងបឋមនិងគ្រូបឋមគឺយើងបានដាក់នៅក្នុងសកម្មភាពទី2បាទហើយសកម្មភាពទី4គឺសម្រាប់គ្រូអប់រំក្រៅប្រព័ន្ធណាបាទសម្រាប់កម្មវិធីទី5ជាកម្មវិធីគ្រប់គ្រងសេវាអប់រំនិងអភិបាលកិច្ចបាទយើងអនុវត្តនៅក្នុងសកម្មភាពទី3បាទចឹងសកម្មភាពទី1គឺរបស់ផែនការទី2គឺរបស់ធនធានមនុស្សហើយទី3គឺរបស់ហិរញ្ញវត្ថុណាបាទចឹងមន្ត្រីនៅការិយាល័យអប់រំស្រុកបាទយើងដាក់នៅក្នុងសកម្មភាពទី3នៅក្នុងកម្មវិធីទី5បាទនេះជាអ្វីដែលយើងបានរៀបចំវិភាគបន្ទុកបុគ្គលិកសម្រាប់ឆ្នាំ2026ដែលខុសប្លែកពីឆ្នាំកន្លងទៅដែលយើងប្រើប្រាស់តែនៅក្នុងកម្មវិធីទី5ប៉ុណ្ណោះបាទនៅក្នុងកម្មវិធីទី5ប៉ុណ្ណោះបាទអញ្ចឹងខ្ញុំសូមចូលមកដល់អំពីស្ថានភាពទិន្នន័យនៅតាមកម្មវិធីនៅពេលដែលយើងរៀបចំទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលតាមរយៈសាលាចរ08ហើយនឹងសូចនាកររបស់សហភាពអឺរ៉ុបបាទឃើញថាស្ថានភាពអនុទានថវិការបស់យើងនៅតាមកម្មវិធីគឺមានបំរែបំរួលខ្លាំងបាទមានការប្រែប្រួលខ្លាំងបាទយើងឃើញកម្មវិធីបាទនេះគឺតួលេខនេះគឺបង្ហាញទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាទចឹងយើងឃើញថានៅក្នុងកម្មវិធីទី1បាទឆ្នាំ2025យើងមានតែ281ពាន់បាទ199លានទេប៉ុន្តែដល់ពេលឆ្នាំ2026គឺយើងកើនឡើងដាច់តែម្ដងណាបាទមានការប្រែប្រួលខ្លាំងតែម្ដងបាទដោយសារចំណាយបន្ទុកបុគ្គលិកនេះគឺយើងបានវិភាគឲ្យមកត្រូវទៅតាមកម្មវិធីដែលត្រូវចំណាយបាទអញ្ចឹងយើងឃើញថាលោកគ្រូអ្នកគ្រូដែលមានខ្ទង់110,000នាក់120,000នាក់ហ្នឹងគឺស្ថិតនៅក្នុងកម្មវិធីទី1ច្រើនណាបាទអញ្ចឹងជាគ្រូមត្តេយ្យគ្រូបឋមនិងគ្រូមធ្យមបាទហើយបន្ទាប់មកកម្មវិធីទី2
បាទយើងឃើញក៏មានបម្រែបម្រួលកើនឡើងច្រើនគួរសមណាស់គឺដោយសារប្រាក់ខែរបស់អឺគ្រូបាទនៅតាមសាកលវិទ្យាល័យវិទ្យាស្ថានដែលកម្រិតឧត្តមសិក្សាហ្នឹងបាទអញ្ចឹងក៏ឃើញកើនខ្ពស់ដែរបាទសម្រាប់កម្មវិធីទី3យើងឃើញកើនដែរប៉ុន្តែកើនតិចទេដោយសារមន្ត្រីនៅក្នុងកម្មវិធីទី3នេះមានចំនួនតូចបើធៀបទៅនឹងកម្មវិធីផ្សេងទៀតបាទបើធៀបនឹងកម្មវិធីផ្សេងទៀតហើយបាទកម្មវិធីទី4ក៏កើនមិនសូវជាច្រើនដែរដោយសារចំនួនបុគ្គលិកតិចដែរហើយកម្មវិធីទី5យើងឃើញថាថយចុះខ្លាំងមែនទែនបាទដោយសារយើងបានរុញបាទបន្ទុកបុគ្គលិកដែលត្រូវចំណាយនៅកម្មវិធីណាឲ្យចូលទៅកម្មវិធីហ្នឹងបាទអញ្ចឹងគឺអឺបន្ទុកបុគ្គលិកបាទត្រូវបានដកចេញច្រើនពីកម្មវិធីទី5បាទទៅកម្មវិធីទី1អញ្ចឹងយើងឃើញថវិកានៅកម្មវិធីទី5នេះគឺថយចុះច្រើនមែនទែនបាទអញ្ចឹងកិច្ចការងារនេះគឺមិនធ្វើតែនៅការិយាល័យអប់រំស្រុកទេបាទមន្ទីរក៏ធ្វើដូចគ្នារដ្ឋបាលកណ្ដាលក៏ធ្វើដូចគ្នាគឺការរៀបចំចំណាយបន្ទុកបុគ្គលិកនេះឲ្យត្រូវទៅតាមកម្មវិធីបាទត្រូវទៅតាមកម្មវិធីបាទបាទបន្ទាប់មកទៀតខ្ញុំសូមចូលទៅបាទអឺបាទសម្រាប់ថ្នាក់ជាតិបាទអញ្ចឹងខ្ញុំគ្រាន់តែចង់គូសបញ្ជាក់ខ្លីទេថាយើងឃើញនិន្នាការនៃកើនខ្ពស់ទី1ហើយធ្លាក់ច្រើននៅកម្មវិធីទី5បាទសម្រាប់មន្ទីររាជធានីខេត្តក៏ដូចគ្នាបាទយើងឃើញថាទិន្នន័យបាទគឺកើនខ្ពស់នៅកម្មវិធីទី1បាទដោយសារបន្ទុកបុគ្គលិកគឺយើងបានបាទគ្រោងឲ្យត្រូវទៅតាមអ្នកដែលត្រូវចំណាយបាទកម្មវិធីដែលត្រូវចំណាយបាទសម្រាប់ថវិកាដែលបានផ្ទេរទៅថ្នាក់ក្រោមជាតិបាទក៏ដូចគ្នាប៉ុន្តែគ្រាន់ថានៅថ្នាក់ក្រោមជាតិគឺយើងមានតែ2កម្មវិធីទេគឺកម្មវិធីទី1និងកម្មវិធីទី5បាទអញ្ចឹងយើងឃើញថាកម្មវិធីទី1នៅឆ្នាំ2025គឺមានទំហំតូចទេភាគច្រើនគឺមូលនិធិដំណើរការសាលារៀនបាទមូលនិធិដំណើរការសាលារៀនបាទប៉ុន្តែឆ្នាំ2026នេះយើងឃើញថាកើនខ្ពស់ដាច់តែម្ដងបាទដោយសារបន្ទុកបុគ្គលិកគឺយើងបានបាទវិភាគចូលទៅក្នុងកម្មវិធីហ្នឹងហើយកម្មវិធីទី5យើងឃើញថាបានថយបាទស្រកខ្លាំងតែម្ដងណាបាទសម្រាប់បាទយើងមើលតាមកម្មវិធីហើយតាមចម្ពោះបាទ64បាទនៅក្នុងកម្មវិធីទី1បាទឆ្នាំ2025គឺអត់មានតែម្ដងបាទកម្មវិធីទី1នៅក្នុងចម្ពោះ64ឆ្នាំ2025ហើយឆ្នាំ2026គឺយើងឃើញថាមានទំហំធំបាទមានទំហំធំហើយចម្ពោះដតីផ្សេងទៀតគឺมันមានការប្រែប្រួលខ្លាំងទេបាទសម្រាប់កម្មវិធីទី5យើងមើលទៅគឺមាននិន្នាការផ្ទុយពីកម្មវិធីទី1បាទចម្ពោះបាទ64នៅឆ្នាំ2025គឺយើងមានទំហំធំហើយឆ្នាំ2026យើងមានទំហំតូចបាទដោយសារមានតែប្រាក់ខែបាទមន្ត្រីអប់រំនៅក្នុងការិយាល័យអប់រំស្រុកទេដែលនៅក្នុងកម្មវិធីទី5បាទបាទសម្រាប់តាមខេត្តមួយបាទក៏មិនជាខុសគ្នាអីដែរបាទដោយសារត្រូវរៀបចំទៅតាមកម្មវិធីដូចគ្នាបាទអញ្ចឹងយើងឃើញថាឆ្នាំ2025នៅកម្មវិធីទី1បាទសំទោសខ្ញុំមិនបានបញ្ជាក់បាទ P1 នេះគឺតំណាងឲ្យកម្មវិធីទី1ហើយ P5 នេះគឺតំណាងឲ្យកម្មវិធីទី5បាទអញ្ចឹងយើងឃើញថាកម្មវិធីទី1នៅឆ្នាំ2025គឺមានទំហំអនុទានហ្នឹងតូចទេបាទភាគច្រើនគឺមូលនិធិដំណើរការសាលារៀនបាទប៉ុន្តែឆ្នាំ2026យើងឃើញថាឡើងខ្ពស់បាទដោយសារបន្ទុកបុគ្គលិកបាទហើយខេត្តដទៃផ្សេងទៀតក៏មាននិន្នាការប្រហាក់ប្រហែលគ្នានឹងដែរទេខ្ញុំអាចសុំរំលងតែម្ដងដោយសារលោកលោកស្រីអាចមានទិន្នន័យនេះ
បាទមិនជារួមប៉ុន្តែអាចមានទៅតាមស្រុកមួយបាទហើយនេះគ្រាន់តែជាលេខដែលយកមកប្រមូលផ្ដុំបូកជាទៅតាមខេត្តមួយទេបាទយើងឃើញថាគ្រប់ខេត្តទាំងអស់គឺមាននិន្នាការនឹងដូចគ្នាបាទទៅកើតនៅកម្មវិធីទី1ហើយថយនៅកម្មវិធីទី5ដូចគ្នាបាទអញ្ចឹងខ្ញុំសូមបន្តអឺរំលងតនន័យនេះចូលទៅដល់ផ្សេងបាទផ្សេងបាទបាទអញ្ចឹង បាទអញ្ចឹងតកតងជាមួយនឹងការបើកផ្ដល់សាច់ប្រាក់មូលនិធិដំណើរការសាលារៀនបាទ2ឆ្នាំចុងក្រោយនេះយើងឃើញថានៅមិនទាន់មានភាពប្រសើរខ្លាំងនៅឡើយទេបាទដោយសារតកតងជាមួយនឹងគោលការណ៍ណែនាំបាទកំណត់ថាការទម្លាក់មូលនិធិដំណើរការសាលារៀននេះគឺនៅដើមខែមករាបាទប៉ុន្តែយើងមើលទៅតាមទិន្នន័យដែលបានបង្ហាញនេះគឺមានតែប្រមាណជា44រដ្ឋបាលក្រុងស្រុកទេដែលបានទម្លាក់មូលនិធិដំណើរការសាលារៀននេះទាន់នៅក្នុងខែមករានៃឆ្នាំ2024ហើយមាន83អឺស្រុកទេដែលបានទម្លាក់ទាន់នៅក្នុងខែមករានៃឆ្នាំ2025បើយើងគិតជាភាគរយនៅឆ្នាំ2024គឺមានប្រមាណតែ22%ទេដែលបានទម្លាក់ទាន់នៅក្នុងខែមករាបាទហើយអឺមានប្រមាណជា39%បាទដែលទម្លាក់ទាន់នៅក្នុងខែមករានៃឆ្នាំ2025បាទសម្រាប់លើកទី2យើងឃើញថាមានតែ88រដ្ឋបាលក្រុងស្រុកទេដែលបានទម្លាក់ទាន់នៅក្នុងមិថុនាហើយមាន78ក្រុងស្រុកដែលបានទម្លាក់ទាន់នៅក្នុងខែមិថុនាបើយើងគិតទៅគឺមានអឺ38.3%នៅឆ្នាំ2024ដែលទម្លាក់ទាន់នៅក្នុងខែមិថុនាហើយមានតែ37.3%ទេដែលទម្លាក់ទាន់នៅក្នុងខែមិថុនាបាទអឺបាទសម្រាប់ឆ្នាំ2025បាទសម្រាប់ការបើកផ្ដល់ថវិកាដំណើរការការឡាយអប់រំស្រុកបាទក៏នៅមិនទាន់មានភាពប្រសើរនៅឡើយដែរបាទដោយសារមានការកំណត់នៅក្នុងសារាចរ002បាទឲ្យទម្លាក់ទាន់លើកទី1នៅក្នុងខែមករាហើយលើកទី2បាទនៅក្នុងខែមិថុនាប៉ុន្តែបើយើងមើលតាមបកគោនេះឃើញថាទម្លាក់ច្រើននៅខែកុម្ភៈហើយទម្លាក់ច្រើននៅក្នុងខែកក្កដាទៅវិញណាបាទរីឯការអនុវត្តថវិកាបាទដោយអាយដាមគៈលោកបានបញ្ជាក់អញ្ចឹងថានៅមានការកត់ត្រានៅក្នុងប្រព័ន្ធ EFMS ហ្នឹងមិនទាន់បានច្រើននៅឡើយទេបាទបើធៀបទៅនឹងការអនុវត្តជាក់ស្ដែងរបស់បាទការឡាយអប់រំស្រុកក៏ដូចជារដ្ឋបាលក្រុងស្រុកបាទអញ្ចឹងគឺយើងបានកត់ត្រាបានប្រមាណជា71.3%បាទទូទាំងប្រទេសបាទហើយមានលំដាប់នៃខេត្តដែលកត់បានតិចរហូតទៅដល់ខេត្តដែលកត់បានច្រើនដោយដែលបានបង្ហាញនៅក្នុង slide នេះបាទអញ្ចឹងឆ្លៀតឱកាសនេះគឺសូមជំរុញបាទមន្ទីររាជធានីខេត្តក៏ដូចជារដ្ឋបាលក្រុងស្រុកក៏ដូចជាការឡាយអប់រំស្រុកបាទបន្តចូលរួមបាទកត់ត្រាឲ្យបានពេញលេញបាទហើយដោយសារឆ្នាំនេះជាឆ្នាំទី1ហើយយើងបានដាក់ឲ្យប្រើប្រាស់អំឡុងខែ4ខែ5សម្រាប់ការប្រើប្រាស់ប្រព័ន្ធ EFMS បាទអញ្ចឹងជាឆ្នាំទី1អញ្ចឹងវាមានការលំបាកបន្តិចដែរសម្រាប់អ្នកប្រើប្រាស់ប៉ុន្តែទោះបីជាយ៉ាងណាយើងឃើញថាបាន71.3%ដែរទិន្នន័យចុងក្រោយដែលយើងបានទាញមកបាទហើយយើងជឿថានឹងអាចបន្តកើនឡើងបន្ថែមទៀតផងដែរហើយក៏សូមឲ្យមានការជំរុញក៏ដូចជាការជួយសម្របសម្រួលណែនាំបន្ថែមបាទពីមន្ទីរទាំងអស់បាទទៅដល់ការឡាយអប់រំស្រុកបាទអញ្ចឹងសម្រាប់បទបង្ហាញរបស់ខ្ញុំគឺសូមបញ្ចប់ត្រឹមប៉ុណ្ណាហើយបាទបើសិនជាលោកស្រីមានជាសំណួរបាទអាចសូមលើកបាទសូមអរគុណ
ចាសសូមអរគុណសម្រាប់ការធ្វើបទបង្ហាញរបស់លោកពីទូទន្ទឹមនេះដែរមុននឹងសំណួរចម្លើយខ្ញុំសូមអនុញ្ញាតឲ្យដល់មកកខាតដូចជាខាងកោជបនិងខាងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែរថាសូមបញ្ជាក់បន្ថែមដោយសារខ្ញុំឃើញថាគោលដៅសំខាន់នៃរបៀបវិរៈយើងនេះគឺផ្ដោតសំខាន់ទៅលើបៀវត្សរបស់គ្រូកិច្ចព្រមព្រៀងការងារដែលនៅ5រាជធានីខេត្តហើយទី2គឺពាក់ព័ន្ធនឹងការបើកវិវត្តទៅតាមកម្មវិធីដែលជាមានថាជាគោលការណ៍ណែនាំក្នុងការរៀបចំកញ្ចប់ថវិកាឆ្នាំ2026នេះគឺជាសារាចររបស់រដ្ឋាភិបាលនេះគឺបានកំណត់ឲ្យក្រសួងស្ថាប័នទាំងអស់ត្រូវរៀបចំថវិកាវិវត្តនេះទៅវិភាគទៅតាមកម្មវិធីអនុកម្មវិធីនិងចក្រមសកម្មភាពដោយផ្អែកលើសារាចរ08នេះចំណុចទី1ដែរខ្ញុំសូមចូលរួមបន្ថែមបន្តិចហើយខ្ញុំក៏សូមជំរាបបន្ថែមនេះគឺដោយសារពាក់ព័ន្ធទៅនឹងវិវត្តចារបស់គ្រូកិច្ចព្រមព្រៀងសម្រាប់ឆ្នាំ2025ដូចដែលលោកស្រីជាពិសេសនៅរដ្ឋបាលក្រុងស្រុកសូមលោកស្រីដែលជាអ្នកទទួលបន្ទុកហើយក៏សូមអរគុណដែរនៅរដ្ឋបាលក្រុងស្រុកក៏ដូចជាកោជបនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែរតែងតែបរិយាកម្មសហការជាមួយនឹងក្រសួងអប់រំយុវជនកីឡាខ្ញុំបានទទួលព័ត៌មានដែរថាមានរដ្ឋបាលក្រុងស្រុកមួយចំនួននេះក៏បានបរិយាប្រទានពីរដ្ឋាភិបាលសម្រាប់បើកវិវត្តឲ្យគ្រូកិច្ចព្រមព្រៀងការងារក្នុងរង្វង់50ក្រុងស្រុកនេះគឺមានក្រុងស្រុកមួយចំនួននេះបានបើកប្រាក់បរិយាប្រទានបើកវិវត្តឲ្យគ្រូកិច្ចព្រមព្រៀងរួចហើយខ្លះហើយអញ្ចឹងដោយឡែកសម្រាប់អនុទានថវិកាដូចដែលលោកផេងរវុធតំណាងក្រសួងសេដ្ឋកិច្ចលោកបានជំរាបមិនអញ្ចឹងគឺថវិកា2025នេះក្នុងរង្វង់ខែវិច្ឆិកានិងខែធ្នូនេះគឺអនុទាននឹងធ្លាក់ទៅដល់មានថាបច្ចុប្បន្នលោកលោកស្រីជ្រាបថាយើងរៀបចំនិយត្តភាពនេះគឺតាមប្រព័ន្ធមានថាលក្ខណៈជាអនឡាញគឺតាមប្រព័ន្ធ SMS របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយបន្តតាមខ្ញុំដឹងដល់ការថាថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរួចហើយនឹងតាមអ្វីដែលខ្ញុំបានទទួលព័ត៌មានអញ្ចឹងមានន័យថាអាចនឹងសប្តាហ៍នេះនឹងចេញពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលោកនឹងទម្លាក់អនុទាននេះទៅរដ្ឋបាលក្រុងស្រុកទាំង50អញ្ចឹងលោកឧស្រីដែលបានបរិយាទានហើយលោកត្រូវជំរះនៅបរិយាទានទាំងអស់នេះរីឯរដ្ឋបាលក្រុងស្រុកមួយចំនួនដែលមិនទាន់បានធ្វើបរិយាទានត្រូវធ្វើការបោះផ្សាយអាណត្តិទូទាត់ត្រង់ដើម្បីពន្លឿនការបើកវិវត្តជូនទៅគ្រូកិច្ចព្រមព្រៀងការងារទាំង5រាជធានីខេត្តនេះចាហើយខ្ញុំសូមបញ្ជាក់ឡើងវិញខ្ញុំជឿថាលោកស្រីច្បាស់ជាទៅគឺមានខេត្តបាត់ដំបងខេត្តព្រៃវែងខេត្តត្បូងឃ្មុំខេត្តកំពង់ចាមនិងខេត្តតាកែវចាអញ្ចឹងខ្ញុំជឿជាក់ថាលោកស្រីសូមញែកដាច់បើសិនស្រុកណាដែលបានបរិយាទានជំរះទូទាត់បរិយាទានស្រុកណាដែលទូទាត់ត្រង់មិនទាន់បានធ្វើបរិយាទានត្រូវធ្វើការបោះស្រាយអាណត្តិទូទាត់ត្រង់ហើយដោយឡែកបើសារាចរផ្អែកលើសារាចរ013ស្ដីពីការបិទបញ្ជីមានថាបរិយាទានត្រូវជំរះយ៉ាងយូរថ្ងៃទី25នេះដែរហើយអញ្ចឹងករណីបានអនុទានទៅលោកស្រីពន្លឿនក្នុងការមានថាទូទាត់ចាឲ្យស្របនឹងសារាចរណែនាំក៏ដូចជាការទូទាត់ត្រង់អីផ្សេងផ្អែកលើសារាចរ013នេះគឺត្រូវចប់នៅថ្ងៃទី25នេះអញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបលោកស្រីថាសូមមេត្តាត្រៀមលក្ខណៈចំពោះខេត្តដែលទាំងបោះសារអាណត្តិជំរះបញ្ជីទូទាត់បរិយាទានក៏ត្រៀមអាណត្តិខេត្តដែលបោះសារអាណត្តិទូទាត់ត្រង់ក៏ត្រៀមបោះផ្សាយអាណត្តិឲ្យហើយដែរចាដើម្បីពន្លឿនក្នុងការបើកប្រាក់នេះហើយដូចដែលតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលោកបានជំរាបไว้ថាអាចនៅក្នុងសប្តាហ៍នេះនឹងដល់រដ្ឋបាលក្រុងស្រុកទាំង50ចានៃខេត្តទាំង5ដោយឡែកពាក់ព័ន្ធទៅនឹងការផ្ទេរអនុទានក្នុងការគិតគូរពាក់ព័ន្ធនឹងគ្រូកិច្ចព្រមព្រៀងការងារឆ្នាំ2026នេះខ្ញុំបានស្ដាប់លោកវិទូលោកបានជម្រាបយ៉ាងក្បោះក្បាយរួចហើយក៏ប៉ុន្តែខ្ញុំសូមបន្ថែមបន្តិចខ្ញុំបារម្ភខ្លាចរដ្ឋបាលក្រុងស្រុកនៃខេត្តទាំង5បារម្ភមានថាខ្លាចច្រឡំកន្លែងនេះហើយក៏ដូចជាខេត្តដទៃក៏អាចមានផលប៉ះពាល់ខ្លះដែរមានន័យថា
គ្រូបង្រៀនបឋមសិក្សាដែលបង្រៀនមានថាបើព្រឹកគាត់បង្រៀននៅបឋមល្ងាចគាត់បង្រៀននៅមត្តេយ្យសិក្សាគឺគាត់នៅតែរក្សា2វេនដដែលចាសូមជំរាបអញ្ចឹងណាមានន័យថាគាត់គឺនៅរក្សា2វេនថ្នាក់2វេនដដែលអញ្ចឹងមានថាត្រូវគិតគូរបើសិនតែគ្រូបឋមនឹងបរៀននៅមត្តេយ្យជាប់ឬក៏មត្តេយ្យដាច់ដែលគាត់បរៀន2វេនគឺនៅរក្សាដដែលសម្រាប់មត្តេយ្យអត់មានជំនួសដោយគ្រូកិច្ចព្រមព្រៀងទេអញ្ចឹងសូមខេត្តទាំង5សូមគិតគូររឿងចំណុចនេះដែរចាហើយដល់ឡែកបើបរៀនថ្នាក់គួបមត្តេយ្យក៏នៅតែគិតលុយគាត់សម្រាប់គ្រូថ្នាក់គួបដដែលដែរมันមានន័យថាมันឲ្យទេអញ្ចឹងខ្ញុំសូមបញ្ជាក់បន្ថែមនៅចំណុចនេះសម្រាប់មន្ទីររាជនីខាង5ទៅត្រូវគិតអំពីថ្នាក់2វេនសម្រាប់គ្រូបឋមដែលទៅបង្រៀនមត្តេយ្យទាំងមត្តេយ្យជាប់ទាំងមត្តេយ្យដាច់ក៏ដូចជាថ្នាក់គួបទាំងគួបមត្តេយ្យនៅក្នុងបឋមហ្នឹងក៏ត្រូវរក្សាបើករណីមានគឺក៏ត្រូវរក្សាប្រាក់ឧបត្ថម្ភរបស់គាត់ដែរគឺអត់មានបង្វែរទៅគ្រូកិច្ចព្រមព្រៀងទេលើកលែងតែគ្រូបង្រៀនមត្តេយ្យបង្រៀនបឋមសិក្សាដែលគាត់បរៀនថ្នាក់2វេនព្រឹកផងល្ងាចផងនៅកម្រិតបឋមអាហ្នឹងបានយើងដូរមកគ្រូកិច្ចព្រមព្រៀងទាំង10ក៏ដូចជាបង្រៀន2កម្រិតឬក៏3កម្រិតក៏យើងដូរមកគ្រូកិច្ចព្រមព្រៀងទាំង10ដែរនេះសូមបញ្ជាក់ករណីបង្រៀនបឋមដូចគ្នាចាដល់ឡែកមត្តេយ្យគឺអត់ទេគឺយើងរក្សាតតែអញ្ចឹងការនិយត្តភាពអីផ្សេងសូមលោកលោកស្រីពិចារណានៅអនុទានថវិកាសម្រាប់ឆ្នាំ2026នេះគឺសូមគិតគូរឲ្យបានដិតដល់រឿងគ្រូ2វេនសម្រាប់មត្តេយ្យឬក៏ថ្នាក់គួបសម្រាប់មត្តេយ្យគឺយើងរក្សាតែសម្រាប់គ្រូបឋមចាដោយឡែកដែរខ្ញុំដូចអាដាមកៈខាត់ការលោកបានជំរាបពីដើមអញ្ចឹងថាឃើញអនុទានយើងគឺនៅថ្នាក់ក្រមជាតិនេះមានចល័តពី64023នេះមានថាបើខ្ញុំគិតទេមានថាមានការកាត់បន្ថយខ្លាំងគ្រូ2វេនថ្នាក់គួបហើយយើងមកបង្កើននៅក្នុងគ្រូកិច្ចសន្យាចាគឺច្រើនគឺ64041អញ្ចឹងក៏សូមឲ្យលោកស្រីដែលជាមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនៅតាមការិយាល័យអប់រំយុវជនកីឡាត្រូវសហការយ៉ាងជិតដិតជាមួយនឹងរដ្ឋបាលក្រុងស្រុកនៃដែលជាមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុនេះក្នុងការពិនិត្យពិចារណាអន្តៀនក្នុងការបើកបៀវត្សនេះឲ្យទាន់ពេលវេលាដោយឯកឧត្តមកៈការលោកបានជំរាបពីដើមអញ្ចឹងថាសូមឲ្យរៀបចំធ្វើយ៉ាងណាមានន័យថាឲ្យមកមន្ទីរអប់រំនេះគឺមានថាការឡើងរួមទៅស្នើសុំនេះគឺយ៉ាងយូរមករៀបចំឲ្យបានរួចរាល់ហ្នឹងនៅការឡើងរួមហ្នឹងឲ្យបានថ្ងៃ22ហើយធ្នូហើយរដ្ឋបាលក្រុងស្រុកហ្នឹងត្រូវរៀបចំវិច្ចខ្ចប់ហ្នឹងយ៉ាងយូរត្រឹម25ដើម្បីរុញមកមន្ទីរហើយមន្ទីរនឹងរៀបចំវិច្ចខ្ចប់រុញឲ្យក្រសួងមិនឲ្យលើសពីថ្ងៃទី29ខែធ្នូទេពីព្រោះនៅក្នុងការជ្រើសរើសគ្រូកិច្ចព្រមព្រៀងនេះគឺយើងបាននិយាយយ៉ាងច្បាស់ហើយថាអត្ថប្រយោជន៍គាត់នឹងទទួលបានប្រាក់បៀវត្សហ្នឹងគឺ1លានកន្លះហើយក្នុងរយៈពេល12ខែពេញមិនដូចគ្រូ2វេនឬក៏គ្រូកិច្ចសន្យាទេចាគឺគាត់បានទទួល12ខែពេញតែម្ដងអញ្ចឹងសូមលោកគ្រូអ្នកគ្រូត្រូវពិចារណារឿងប្រាក់បៀវត្សនេះគឺមានរយៈពេល12ខែសម្រាប់គ្រូកិច្ចព្រមព្រៀងក្នុងឆ្នាំ2026ដែលយើងត្រូវធ្វើចលនាអនុទាននេះហើយសូមគិតទៅលើអត្ថប្រយោជន៍ផ្សេងដូចជាប្រពន្ធកូននិងទៅលើចូលឆ្នាំភ្ជុំក៏ត្រូវគាត់មានប្រាក់នឹងដែរព្រោះគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងដូចគ្រូមានន័យថាគ្រូក្របខ័ណ្ឌដែរអញ្ចឹងសូមគិតនៅចំណុចនេះឲ្យបានដិតដល់នេះទៅលើគ្រូកិច្ចព្រមព្រៀងដល់ឡែកការបើកបៀវត្សទៅតាមកម្មវិធីដូចដែលលោកវិទូបានធ្វើបទបង្ហាញអញ្ចឹងថាកន្លងមកនៅរដ្ឋបាលក្រុងស្រុកការអប់រំយុវជនកីឡានៃរដ្ឋបាលក្រុងស្រុកដែលយើងបានទេមុខងារ3ទៅថ្នាក់ក្រមជាតិនេះមានកម្រិតកុមារតូចបឋមនិងអប់រំក្រៅប្រព័ន្ធនេះគឺយើងផ្ទេរពេញលេញទាំង25រាជធានីខេត្តនេះនៅឆ្នាំ2024កន្លងមកនេះមានន័យថាយើងពេលដែល2024 2025កន្លងមកគឺបៀវត្សយើងទុកនៅតែកម្មវិធីទី5ទេនៅក្នុង 5.2 គឺកាល័យបុគ្គលិកឬក៏យុទ្ធឋានបុគ្គលិកក៏ប៉ុន្តែសម្រាប់ការគ្រោងថវិកាឆ្នាំ2026ដែលយើងគ្រប់ទៅលើសារាចរ08គឺយើងគ្រោងទៅតាមកម្មវិធីដោយឡែកនៅរដ្ឋបាលថ្នាក់ក្រមជាតិ
មានន័យថាយើងមានតែ2កម្មវិធីទេទី1គឺនៅកម្មវិធីទី1និងនៅក្នុងកម្មវិធីទី5កម្មវិធីទី1មានថាជាបៀវត្សរបស់គ្រូកុមារតូចគ្រូបឋមឬក៏អប់រំក្រៅប្រព័ន្ធដោយឡែកកម្មវិធីទី5គឺជាបៀវត្សរបស់ការិយាល័យមន្ត្រីដែលធ្វើការនៅការិយាល័យអប់រំយុវជនកីឡានៃរដ្ឋបាលក្រុងស្រុកទាំងអស់មានថាមន្ត្រីការិយាល័យអប់រំនៃរដ្ឋបាលក្រុងស្រុកទាំង210ហ្នឹងគឺយើងគ្រោងនៅកម្មវិធីទី5អញ្ចឹងយន្តការនៃការបើកប្រាក់បៀវត្សឆ្នាំនេះគឺយើងត្រូវបោះសារអាណត្តិទៅតាមកម្មវិធីអញ្ចឹងហើយទៅកិច្ចប្រជុំថ្ងៃនេះគឺមានអញ្ជើញគ្រប់ភាគីដែលពាក់ព័ន្ធចូលរួមដើម្បីយើងរកដំណោះស្រាយយន្តការឲ្យបានសមស្របហើយខ្ញុំក៏សូមជំរាបអាយដាមលោកជំទាវលោកស្រីនៅក្នុងកិច្ចប្រជុំទាំងមូលបានជាផ្នែកថាក្រសួងបានគិតគូររឿងនេះខ្លាំងណាស់កាលពីថ្ងៃទី2កន្លងមកក៏យើងមានកិច្ចប្រជុំកម្រិតមន្ត្រីជំនាញនៃក្រសួងអប់រំជាមួយនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដើម្បីរកយន្តការក្នុងការបោះសារអាណត្តិពាក់ព័ន្ធនឹងបៀវត្សនៅតាមកម្មវិធីនេះដែរហើយនៅថ្ងៃទី5កន្លងមកក៏យើងមានកិច្ចប្រជុំជាមួយនឹងមន្ទីររាជធានីខេត្តទាំង25និងការិយាល័យជំនាញទាំងអស់នៅមានថាយុទ្ធឋានជំនាញនិងយុទ្ធឋានពាក់ព័ន្ធហើយព្រមទាំងមានការចូលរួមពីតំណាងនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែរមានថាយើងប្រជុំ2ដងរួចមកហើយថ្ងៃនេះគឺជាប្រជុំការលើកទី3ជាមួយនឹងរដ្ឋបាលក្រុងស្រុកមានថាទាំងការិយាល័យអប់រំទាំងលោកស្រីដែលតំណាងមកពីរដ្ឋបាលក្រុងស្រុកមានថាយើងត្រូវរកយន្តការមួយឲ្យបានសមស្របនឹងការបើកវិវត្តឲ្យទាន់ពេលវេលាដូចដែលអាយដាមលោកជំទាវលោកស្រីជាបថាយើងកំពុងស្ថិតនៅក្នុងបញ្ហានៃប្រទេសកំពុងជួបវិបត្តិដែរនៃសង្គ្រាមនេះយើងក៏ត្រូវពន្លឿនការបើកវិវត្តពីព្រោះលោកមានតម្រូវការណាយើងមិនអាចឲ្យយឺតយ៉ាវក្នុងការបើកវិវត្តដោយប្រការណាមួយបានទេយើងត្រូវតែពន្លឿនទៅរកដំណោះស្រាយធ្វើយ៉ាងណាឲ្យលោកអាចបើកវិវត្តហ្នឹងឲ្យទាន់ពេលវេលាតាមអ្វីដែលយើងធ្លាប់អនុវត្តកន្លងមកទោះជាមានបញ្ហាប្រឈមយើងក៏ត្រូវរកដំណោះស្រាយដែរចា៎អញ្ចឹងសម្រាប់ខ្ញុំសូមចូលរួមយោបល់បន្ថែមប៉ុណ្នេះហើយពេលនេះទៅមានថាបើសិនជាឯកឧត្តមលោកជំទាវលោកស្រីដែលអញ្ជើញចូលរួមមកទាំងពីមានទាំងខាងកជបខាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏ដូចជាផ្នែកនៃអគ្គនាយកអប់រំទាំងយុឋានកុមារតូចយុឋានបឋមយុឋានមធ្យមយុឋានតម្រង់ទិសយុឋានបុគ្គលិកក៏មានវត្តមាននៅទីនេះដែរអញ្ចឹងប្រសិនបើជាលោកស្រីមានចម្ងល់ពាក់ព័ន្ធទី1យន្តការនៃការបើកបៀវត្សគ្រូកិច្ចព្រមព្រៀងការងារទី2ពាក់ព័ន្ធនឹងការអនុទាននៃការបើកបៀវត្សសម្រាប់គ្រូគ្រប់ខណ្ឌដែលនឹងត្រូវបើកនៅឆ្នាំ2026តាមកម្មវិធីក៏លោកស្រីអាចមានជាចម្ងល់សំណួរអាចនឹងសួរពាក់ព័ន្ធទៅនឹងចំណុចនៃរង្វង់នៃមានថាជារបៀបវិរៈនៃកិច្ចប្រជុំនេះមានន័យថាយើងសូមឲ្យសួរនៅក្នុងណែននៃរបៀបវិរៈនេះខ្ញុំជឿជាក់ថាលោកស្រីនៅតាមការិយាល័យអប់រំក៏ដូចជារដ្ឋបាលក្រុងស្រុកនេះក៏នឹងអាចមានចម្ងល់ច្រើនពាក់ព័ន្ធនឹងចំណុចនេះអញ្ចឹងប្រសិនបើជាលោកស្រីមានជាចម្ងល់អាចលើកដៃក្រុមការងារនឹងបើកញូតជូនលោកស្រីដើម្បីមានជាសំណួរនិងចម្លើយចា៎សូមអរគុណសូមអញ្ជើញចាខ្ញុំគិតថាដើម្បីឲ្យយន្តការនេះប្រព្រឹត្តទៅដោយរលូនខ្ញុំជឿជាក់ថាលោកស្រីថាជាអត់ទាន់ដូចថាប្រសិនបើជាខ្ញុំខាងក្រុមការងារនឹងមានទម្រង់ក្នុងការធ្វើចលនាអន្ទានដែរអញ្ចឹងក៏សូមបង្ហាញពីទម្រង់នៃការធ្វើចលនាអន្ទានសរុបតែម្ដងដើម្បីលោកស្រីមានជាសំណួរចម្លើយមានថាយើងអាចមានគេហៅថាចរន្តរួមគ្នាហើយងាយនឹងសួរតែម្ដងមានថាពីចំណុចមួយទៅចំណុចមួយមានលក្ខណៈបតៈកាលាគ្នាអញ្ចឹងសូមឲ្យលោកវិទូសូមអធិស្ឋានដែរពីអង្គប្រជុំទាំងមូលសូមអនុញ្ញាតឲ្យលោកវិទូគាត់នឹងបង្ហាញអំពីទម្រង់នៃការធ្វើនិយត្តភាពនៃការធ្វើចលនាអន្ទានឆ្នាំ2026ក្នុងការត្រៀមបើកប្រាក់វិវត្តគ្រូកិច្ចព្រមព្រៀងជូនសម្រាប់រដ្ឋបាលក្រុងស្រុកទាំង50នៃខេត្តទាំង5ដែលកំពុងមានការកំណែទម្រង់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះចា៎សូមលោកវិទូអាចធ្វើបទបង្ហាញសិនទៅហើយចាំឲ្យមានសំណួរចម្លើយជាសរុបតែម្ដងចា៎សូមអរគុណ
បាទអញ្ចឹងសូមអរគុណខ្ញុំសូមបង្ហាញតិចទៀតកន្លែងនេះអឺដោយដែលបងតំណាងខាងក្រសួងសេដ្ឋកិច្ចលោកបានបញ្ជាក់ហើយថាជាយន្តការនៅក្នុងការធ្វើចលនាឥណទាននេះគឺផ្ដើមចេញពីការឡាយអប់រំស្រុករៀបចំសំណើទៅរដ្ឋបាលក្រុងស្រុកអីហូហែអាហ្នឹងគឺនៅតែបន្តរៀបចំបែបហ្នឹងដដែលទេតែគ្រាន់ថាយើងបង្ហាញជា form នេះដើម្បីជួយពិនិត្យមើលជួយសម្របសម្រួលបាទជាមួយនឹងការឡាយអប់រំស្រុកបាទនៅក្នុងការរៀបចំបាទកេឡូលោកស្រីបាទស្ដាប់ការបញ្យលនេះទៅបាទមិនយល់ច្បាស់កន្លែងណាមួយហើយធ្វើចលនាអនទានទៅបាទវាអត់បានត្រឹមត្រូវទៅតាមការអនុវត្តជាក់ស្ដែងអញ្ចឹងដើម្បីឲ្យយើងអាចជួយពិនិត្យមើលបានអញ្ចឹងយើងបានបង្កើតជា Google Form សំទោស Google Sheet មួយដើម្បីឲ្យស្រុកបាទទាំង50នៃបាទតាមពិតមាន54ក្រុមស្រុកនៃខេត្តទាំង5ហ្នឹងប៉ុន្តែមានតែ50ស្រុកទេដែលមានប្រើប្រាស់គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារនេះបាទអញ្ចឹងគឺដើម្បីយើងជួយពន្លឿនការងារនេះទាំងអស់គ្នាអញ្ចឹងក្រសួងអាចមានមូលដ្ឋាននៅក្នុងការជួយពិនិត្យសម្របសម្រួលបានលឿនអញ្ចឹងយើងបានបង្កើតជា Google Sheet មួយដើម្បីឲ្យលោកស្រីអាចបំពេញបដាទៅក្រុមការងារអាចជួយពិនិត្យបដាដើម្បីកុំជៀសវាងការរៀបចំធ្វើទៅហើយយើងបានដឹងថាខុសបាទអញ្ចឹងធ្វើឲ្យពេលវេលាវាកាន់តែវែងឆ្ងាយដោយសារយើងមានរហូតទៅដល់50ក្រុងស្រុកបាទអញ្ចឹងជាការលំបាកមួយដែរដែលយើងត្រូវមករៀបចំរួមគ្នាមួយបាទអញ្ចឹងតតែ50ក្រុមស្រុកហ្នឹងគឺរៀបចំបានលឿនស្រស់គ្នាអញ្ចឹងបានកិច្ចការងារនេះយើងអាចធានាថាយើងមានអនុទានគ្រប់គ្រាន់សម្រាប់ការបើកវិវត្តជូនគ្រូកិច្ចព្រមព្រៀងការងារនេះតាន់នៅក្នុងខែ1បានបាទអញ្ចឹងជាការងារដែលបាទត្រូវការធ្វើការស្រោះគ្នាទាំងការឡាយអប់រំស្រុកទាំងរដ្ឋបាលក្រុងស្រុកនេះបាទទាំង50នេះបាទខ្វះតែក្រុងស្រុកណាមួយក៏ធ្វើឲ្យវាយឺតបាទទៅដល់ក្រុងស្រុកដទៃដែរបាទអញ្ចឹងគឺកន្លែងនេះគ្រាន់តែជាចំណុចមួយដើម្បីជួយពិនិត្យមើលសម្របសម្រួលជាមួយនឹងការឡាយអប់រំស្រុកនៅក្នុងការរៀបចំស្ថានភាពអនុទាននេះប៉ុណ្ណោះបាទអញ្ចឹងការរៀបចំដែលត្រូវធ្វើជាក់ស្ដែងនេះគឺនៅតែធ្វើដដែលបាទពីការឡាយអប់រំស្រុកទៅរដ្ឋបាលក្រុងស្រុកអីហូហែបាទប៉ុន្តែការបំពេញនៅក្នុង Google Sheet នេះបាទដូចខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតគ្រាន់តែជាជំនួយមួយដើម្បីឲ្យក្រសួងអាចមានលទ្ធភាពបាទជួយពិនិត្យសម្របសម្រួលតាំងពីដើមទីទៅបាទជៀសវាងយើងបានលេខមកហើយលេខនឹងអត់ត្រូវបាទត្រឡប់ទៅវិញអញ្ចឹងវាមានការយឺតយូរបាទដូចខ្ញុំបញ្ជាក់ដដែលថាយឺតតែមួយស្រុកក៏យឺតដែរបាទអញ្ចឹងគឺត្រូវតែស្រោះគ្នាទាំង50ក្រុងស្រុកនឹងតែម្ដងបាទអញ្ចឹងសូមលោកស្រីបាទជួយបំពេញបាទទិន្នន័យនេះបាទធ្វើស្ថានភាពដើម្បីបំពេញនៅក្នុងតារាងនេះទាំងអស់គ្នាដើម្បីក្រសួងមានលទ្ធភាពជួយពិនិត្យតាំងពីដើមទីទៅថាតើតួលេខដែលយើងរៀបចំហ្នឹងបាទវាមានបាទ logic អត់ណាបាទអញ្ចឹងចលនាឥណទាននេះគឺយើងផ្ដោតតែទៅលើកម្មវិធីទី1ទេបាទដោយសារមុខសញ្ញាចំណាយដែលយើងអាចនឹងកាត់បន្ថយបាទប្រាក់ម៉ោងក៏ដូចជាបាទ64023បាទប្រាក់បំណាច់មកបន្ថែមហ្នឹងបាទប៉ុន្តែវាមានទាំងបរិញ្ញាបត្រ2វេនថ្នាក់គូ2កម្រិត3កម្រិតបាទថ្ងៃពហុបាទប្រាក់ម៉ោងបន្ថែមនៅមធ្យមសិក្សាអីហ្នឹងបាទហើយនឹង64041បាទ
ដែលជាមុខសញ្ញាដែលយើងអាចនឹងមានការថមថយហើយអាចយកមកប្រើប្រាស់សម្រាប់គ្រូកិច្ចព្រមព្រៀងការងារនេះហើយក៏អាចនឹងមានអនុគណនីផ្សេងទៀតដែលលោកស្រីពិនិត្យទៅថាវាអាចនឹងមានអនុទាននៅសេសសល់បាទអញ្ចឹងលោកស្រីអាចធ្វើចលនាអនុទានបានអញ្ចឹងគឺយើងផ្ដោតតែនៅលើកម្មវិធីទី1ទេបាទសម្រាប់រីឯកម្មវិធីទី5ដោយសារកម្មវិធីទី5គឺយើងប្រើសម្រាប់តែប្រាក់ខែបាទប្រាក់លាភការផ្សេងសម្រាប់តែមន្ត្រីការិយាល័យអប់រំយុវជននិងកីឡាទេបាទហើយយើងមិនចង់ឲ្យវាឆ្លងកម្មវិធីទេកាលណាឆ្លងកម្មវិធីគឺរហូតដល់ឧបៈអញ្ចឹងបើសិនជាអនុទានដែលមាននៅក្នុងកម្មវិធីទី5ហ្នឹងសេសសល់តិចតួចបាទក៏មិនច្រើនដែរបាទសល់គឺអាចសល់តិចតួចទេដោយសារមានតែប្រាក់ខែគ្រូបាទបម្រើការនៅការិយាល័យអប់រំស្រុកប៉ុណ្ណោះអញ្ចឹងគឺយើងធ្វើចលនាអនុទាននេះគឺផ្ដោតតែទៅលើកម្មវិធីទី1ទេបាទទៅលើកម្មវិធីទី1ទេបាទអញ្ចឹងសម្រាប់កម្មវិធីទី1បាទយើងមានឈ្មោះថាការអភិវឌ្ឍការអប់រំក្នុងប្រព័ន្ធក្រៅប្រព័ន្ធនិងមិនផ្លូវការបាទអញ្ចឹងផ្នែកខាងលើនេះគឺជាផ្នែកសរុបរបស់កម្មវិធីទី1ទេលោកស្រីឃើញពណ៌ប្រផេះនេះដោយសារក្រុមការងារមិនតម្រូវឲ្យលោកស្រីបំពេញទេនៅផ្នែកដែលមានពណ៌ប្រផេះនៃកម្មវិធីទី1នេះបាទនេះជាផ្នែកសម្រាប់សរុបបាទសម្រាប់សរុបនៅក្នុងកម្មវិធីទី1បាទសរុបរបស់កម្មវិធីទី1បាទហើយបានចូលមកដល់ផ្នែកសកម្មភាពទី1គឺការពង្រីកការអប់រំកុមារតូចបាទផ្នែកនេះក៏យើងជឿថាมันមានអនុទានអីដែលនៅសេសសល់ច្រើនដែរបាទបើសិនជាកាលពីលោកស្រីរៀបចំគម្រោងថវិកានឹងបានគិតគូរម៉ត់ចត់ត្រឹមត្រូវទៅតាមជាក់ស្ដែងអញ្ចឹងគឺជាទូទៅគឺมันអាចនឹងមានអនុទាននៅសេសសល់ទេបាទសម្រាប់សកម្មភាពទី1នេះបាទពីព្រោះការពង្រីកការអប់រំកុមារតូចនេះបាទយើងគិតតែមតិសិក្សាដាច់ទេបាទអញ្ចឹងគឺអនុទានគឺมันមានធំទេនៅក្នុងសកម្មភាពទី1នេះបាទសកម្មភាពទី1នេះប៉ុន្តែมันបិទផ្លូវទេគឺថាបើសិនជាអាចមាននៅសល់តិចតួចហ្នឹងបាទគិតគូរហ្នឹងអាចសល់ក៏អាចធ្វើការផ្ទេរចេញបាទទៅគ្រប់គ្រងឲ្យគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារដែរបាទគ្រាន់ថាជាទូទៅគឺมันមានអីដែលនៅសល់ទេនៅកម្មាតូចនេះបាទប៉ុន្តែដែលអាចនឹងនៅសល់ច្រើនគឺសកម្មភាពទី2គឺការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការអប់រំនៅបឋមសិក្សាបាទហើយមុខសញ្ញាដែលយើងមើលឃើញថាអាចនឹងសល់ច្រើនគឺតកតងជាមួយនឹងប្រាក់បាទ64,023បាទប្រាក់បំណាច់ម៉ោងបន្ថែមបាទប្រាក់បំណាច់ម៉ោងបន្ថែមគឺយើងសល់ដោយគ្រូបង្រៀនថ្នាក់2វេនបាទត្រូវបានជំនួសដោយគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារបាទអញ្ចឹងហ្នឹងគឺយើងអាចនឹងសល់មួយមុខសញ្ញាហើយបាទគ្រូបង្រៀនថ្នាក់គួបបាទ2កម្រិត3កម្រិតបាទហ្នឹងក៏យើងអាចនឹងសល់មួយមុខសញ្ញាបន្ថែមទៀតហើយកាលពីក្រងក៏យើងអាចគិតគូរអំពីគ្រូបាទដែលនឹងមិនមានថ្នាក់ហើយយើងគិតគូរអាចជំនួសដោយគ្រូបង្រៀន2វេនអីហ្នឹងអញ្ចឹងក៏យើងដកអាការគិតហ្នឹងមកដាក់នៅគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារដែរបាទអញ្ចឹងវាអាចមានខ្ទង់ចំណាយមួយចំនួនធំដែលនឹងត្រូវកាត់បន្ថយពីក្នុងអនុគណនី64,023ហ្នឹងបាទហើយកន្លែងដែលលោកស្រីបំពេញគឺមានពី column បាទគឺ column សម្រាប់ចលនាអនុទាននេះតើពីអនុគណនីណាត្រូវថយហើយអនុគណនីណាត្រូវកើនណាបាទអនុគណនីណាត្រូវថយហើយអនុគណនីណាត្រូវកើនបាទ
អញ្ចឹងបាទដែលត្រូវបំពេញនេះគឺនៅប្រឡោះសនេះបាទនៅប្រឡោះសនេះអញ្ចឹងគឺដូចជាក់ស្ដែងគឺ64023បាទជាទូទៅគឺត្រូវថយបាទត្រូវថយបាទអញ្ចឹងគឺយើងដាក់នៅ column ថយណាបាទនៅ column ថយបាទដាក់នៅ column ថយអានេះខ្ញុំគ្រាន់តែជាឧទាហរណ៍ទេថាអាចថយ1000លានចុះបាទថយ1000លានបាទជាលេខឧទាហរណ៍បាទបាទសូមបញ្ជាក់ផងដែរសម្រាប់ការធ្វើចលនាឥណទានគឺយើងប្រើຂະຫນາດជាពាន់រៀលណាបាទជាពាន់រៀលអញ្ចឹងនៅពេលដែលបញ្ចូលគឺសូមគិតគូរអំពីຂະຫນាតនេះផងបាទឲ្យត្រូវគ្នាបាទអឺអឺมันអាចខេត្តស្រុកខ្លះប្រើលានស្រុកខ្លះប្រើរៀលស្រុកខ្លះប្រើអីទេបាទຂະຫນាតនៅក្នុងការធ្វើចលនាឥណទានយើងប្រើជាពាន់រៀលបាទអញ្ចឹងគឺនៅពេលដែលបញ្ចូលគឺសូមបញ្ចូលឲ្យបានត្រូវតាមຂະຫນាតនេះណាបាទជាពាន់រៀលបាទអញ្ចឹងឧមាថាសល់នៅក្នុង64023ប៉ុណ្ណឹងហើយអាចពិនិត្យមើលនៅអនុគណនីផ្សេងទៀតបាទប៉ុន្តែអនុគណនីដែលយើងគិតថាអាចនឹងសល់ច្រើនទៀតនោះគឺ64041បាទអញ្ចឹងបើសល់ដែរគឺយើងនឹងត្រូវថយបាទត្រូវថយពីអនុគណនីហ្នឹងខ្ញុំឧទាហរណ៍ស្រួលទេបាទឃើញ1000លាននេះប៉ុន្តែលោកស្រីមិនទៅមើលលេខហ្នឹងហើយដាក់1000លានបានទេមិនអញ្ចឹងបាទគឺលោកស្រីត្រូវគិតគូរលម្អិតដែរថាតើថ្នាក់2វេនដែលយើងគិតគូរបាទនៅពេលដែលយើងធ្វើគម្រោងថវិកានោះប្រមាណអញ្ចឹងសូមទៅបើក file គ្រោងជំពូក64បាទអញ្ចឹងនៅក្នុង file គ្រោងជំពូក64គឺលោកស្រីមានញែកច្បាស់ហើយថាតើគ្រូបង្រៀន2វេនហ្នឹងលោកគ្រូអ្នកគ្រូបានគ្រោងប៉ុន្មានបាទទៅមើលលេខពីហ្នឹងហើយយកមកបូកជាមួយនឹងថ្នាក់គួរ2កម្រិត3កម្រិតក៏មាននៅក្នុងជំពូក64ដែរអញ្ចឹងសុំទៅមើលលេខហ្នឹងទៅថាមានប្រមាណបាទអញ្ចឹងយើងយកលេខហ្នឹងបូកបញ្ចូលគ្នាទៅយើងឃើញថាយើងអាចនឹងសល់ឥណទានប្រមាណហើយបាទនៅក្នុងជំពូក64គឺយើងមានញែកលម្អិតនៅតាមមុខសញ្ញាចំណាយមួយហ្នឹងបាទអញ្ចឹងលោកគ្រូអ្នកគ្រូដែលចូលរួមនៅទីនេះគឺធ្លាប់ធ្វើការគ្រោងជំពូក64ហើយយើងមាន file សម្រាប់គ្រោងហើយយើងមានញែកឲ្យដឹងថាតើថ្នាក់ 2V ហ្នឹងបាទមានប្រមាណហើយគិតជាលុយទៅឃើញប្រមាណហ្នឹងគឺមាននៅក្នុង file គ្រោងជំពូក64បាទហើយសម្រាប់ថ្នាក់គួរ2កម្រិត3កម្រិតហ្នឹងយើងបានគ្រោងប្រមាណសម្រាប់ឆ្នាំ2026ហ្នឹងក៏មាននៅក្នុងជំពូក64ហ្នឹងដែរបាទអញ្ចឹងយើងបូកលេខហ្នឹងមកយកមកដាក់នៅកន្លែងនេះបាទយកមកដាក់នៅកន្លែងនេះបាទมันអាចអង្គុយមើលលេខតែប្រហែលសល់1000លានអាហ្នឹងអត់អាចទៅរួចទេបាទអញ្ចឹងគឺសូមមើល file គ្រោងជំពូក64គឺយើងមានញែកដាច់ហើយថា2វេនហ្នឹងត្រូវចំណាយអស់ប្រមាណថ្នាក់គួរ2កម្រិតត្រូវចំណាយអស់ប្រមាណគួរ3កម្រិតត្រូវចំណាយអស់ប្រមាណគឺមាននៅក្នុង file គ្រោងជំពូក64បាទអញ្ចឹងលោកស្រីអាចទៅបើក file ហ្នឹងទៅហើយយកមកបូកបាទយកមកបូកតើត្រូវដកចេញទៅវិញប្រមាណសម្រាប់គ្រប់គ្រងទៅលើគ្រូកិច្ចព្រមព្រៀងការងារបាទគ្រូកិច្ចព្រមព្រៀងការងារហើយសម្រាប់អនុគណនី64041នេះក៏ដូចគ្នាដែរបាទក៏ដូចគ្នាដែរសម្រាប់គ្រូអឺដែលជាគ្រូកិច្ចសន្យាដែលយើងត្រូវបាទគ្រូកិច្ចសន្យាខ្ញុំចង់បញ្ជាក់ថាយើងរើសគ្រូកិច្ចព្រមព្រៀងការងារមិនមែនសម្ដៅចំនួនគ្រូកិច្ចសន្យាទេបាទអញ្ចឹងគ្រូកិច្ចសន្យាដែលយើងបានកូតាពីមុខងារសាធារណៈគឺយើងនៅរក្សាទុកដែលហើយមកដល់ថ្ងៃនេះគឺលោកស្រីគឺដឹងហើយថាតើគ្រូកិច្ចសន្យាដែលកូតាមាននៅតាមស្រុកមួយនោះប្រមាណគឺដឹងលេខច្បាស់ហើយអញ្ចឹងយើងពិនិត្យឃើញថាអាចនឹងមានសល់នេះគឺសល់ពេលដែលលោកស្រីក្រងនោះគឺអត់ទាន់ដឹងច្បាស់ទេថាតើកូត្រាមន្ត្រីសំទោសគ្រូកិច្ចសន្យាហ្នឹងប្រមាណអញ្ចឹងលោកស្រីគិតគូរថាស្រុកនិងបរិជ្ជ
ចំនួនគ្រូកិច្ចសន្យាហ្នឹងប៉ុណ្ណេះបាទចឹងនៅក្នុង file គ្រោងហ្នឹងក៏មានតួលេខហ្នឹងដែរបាទក៏មានតួលេខហ្នឹងដែរចឹងតើយើងត្រូវដកចេញប្រមាណវិញបាទព្រោះលេខដែលមុខងារសាធារណៈយើងទទួលបានយើងមានជាក់លាក់ហើយថាបានតែប៉ុណ្ណេះទេប៉ុន្តែកាលយើងគ្រោងរហូតដល់ប៉ុណ្ណោះបាទហើយគ្រូកិច្ចសន្យាប្រភេទ2បាទហើយនឹងអាចនឹងមុខចំណាផ្សេងទៀតដែលអាចនឹងនៅសល់អញ្ចឹងយើងគិតគូរបាទហើយយើងអាចយោងទៅតាម file គ្រោងចម្ពោះ64ដើម្បីគណនាលេខហ្នឹងយកមកដាក់ថាតើអាចនឹងសល់ប្រមាណបាទសល់ប្រមាណអញ្ចឹងយើងបញ្ចូលនៅកន្លែងថយបាទហើយដែលកន្លែងដែលត្រូវកើនគឺតកតងជាមួយនឹងបាទ64043ហើយនឹង64044បាទអញ្ចឹងតើប្រាក់ខែគ្រូកិច្ចព្រមព្រៀងការងារហ្នឹងបាទមួយខែ1លានកន្លះ1លានកន្លះពី10ខែហ្នឹងគុណទៅឃើញប្រមាណបាទអញ្ចឹងយើងយកមកដាក់នៅក្នុង64043បាទអញ្ចឹងបើសិនជាគុណទៅឃើញថាអនុទានដែលយើងសល់វាអត់គ្រប់ទេអាហ្នឹងក្នុងករណីដែលវាអត់គ្រប់ទេអញ្ចឹងយើងអាចដាក់ទៅតាមចំនួនអនុទានដែលយើងមានសិនបាទហើយបើសិនជាខ្វះមិនទៀតអាហ្នឹងយើងអាចនឹងបន្តស្នើសុំអនុទានបន្ថែមនៅពេលក្រោយបាទអានេះករណីដែលយើងគិតគូរទៅថាអនុគណនីផ្សេងទៀតដែលនៅសល់ហ្នឹងវាអត់អាចគ្រប់គ្រងសម្រាប់ការចំណាយទៅលើគ្រូកិច្ចព្រមព្រៀងការងារនឹងគ្រប់ទេបាទអញ្ចឹងយើងអាចកើននេះដាក់ត្រឹមមកអ្វីដែលអនុទានយើងសល់ហ្នឹងប៉ុណ្្នឹងសិនមកបាទហើយបើសិនជានៅខ្វះអានឹងយើងនឹងធ្វើការស្នើសុំអនុទានបន្ថែមនៅពេលក្រោយទៀតបាទពេលនេះយើងធ្វើទៅតាមស្ថានភាពអនុទានដែលយើងមាននៅក្នុងច្បាប់ថវិកាឆ្នាំ2026សិនណាបាទ2026សិនអញ្ចឹងឧទាហរណ៍បាទឧទាហរណ៍ថានៅ64023នេះយើងសល់1000លានបាទ1000លានហើយ64041នេះយើងសល់800លានបាទ800លានបាទហើយយើងត្រូវការនៅនេះបាទអាចថាលើស1800លានហ្នឹងបាទលើស1800លានហ្នឹងអញ្ចឹងយើងអាចគិតគូរដាក់ត្រឹមតែ1800លានដែលយើងមាននឹងសិនបាទដែលយើងមាននឹងសិនបាទហើយបើសិនជាករណីដែលយើងខ្វះមែនអានេះយើងអាចនឹងស្នើសុំអនុទានបន្ថែមនៅពេលក្រោយបន្តទៀតបាទពីព្រោះយើងគិតថាចំនួនសំទោសចំនួនគ្រូកិច្ចព្រមព្រៀងការងារនេះមិនទាន់មានស្ថិរភាពប៉ុណ្ណឹងនៅឡើយទេអាចនឹងមានការប្រែប្រួលបន្តបន្ទាប់ទៀតបាទនៅក្នុងករណីផ្សេងណាបាទនេះឧទាហរណ៍ឲ្យអាក្រក់ស្ដាប់ថាអាចមានអ្នកគ្រូដែលគាត់លាឈប់បាទលោកគ្រូអ្នកគ្រូដែលគាត់ទទួលមរណភាពហើយផ្សេងទៅអញ្ចឹងអាចត្រូវការគ្រូកិច្ចព្រមព្រៀងការងារនេះមកជំនួសបន្តទៀតបាទអញ្ចឹងយើងគិតពេលនេះឲ្យអស់តែម្ដងគឺអត់ទាន់អាចទៅរួចទេបាទអញ្ចឹងបច្ចុប្បន្នក្រុមការងារកំណត់ថាសូមឲ្យរៀបចំស្ថានភាពអនុទាននេះនៅក្នុងរង្វង់ច្បាប់ថវិកាឆ្នាំ2026នៅតាមរដ្ឋបាលក្រុងស្រុកនីមួយៗសិនណាបាទករណីដែលមានខ្វះបាទយើងនឹងស្នើសុំអនុទានបន្ថែមនៅពេលក្រោយបាទអញ្ចឹងឥឡូវសំខាន់យើងធ្វើម៉េចឲ្យអាចដំណើរការទ្រទ្រង់ជាពិសេសគឺបើកប្រាក់ខែឲ្យទាន់បាននៅក្នុងខែ1នេះសិនបាទអញ្ចឹងយើងអាចគិតគូរបាទថាតើនៅក្នុង64043ដែលយើងចំណាយ1លានកន្លះមួយខែចំនួន12ខែហ្នឹងបាទត្រូវអស់ប្រមាណណាបាទអស់ប្រមាណអញ្ចឹងអានេះខ្ញុំលេខឧទាហរណ៍បាទស្រួលគិតទេបាទឧទាហរណ៍ថាអស់1400លានបាទ
ហើយនៅសល់400លាននៅក្នុងខ្ទង់បាទប្រាក់ឧបត្ថម្ភសហព័ន្ធកូនប្រពន្ធចូលឆ្នាំភ្ជុំអីចឹងទៅបាទអញ្ចឹងយើងគិតគូរនៅក្នុងស្ថានភាពអនុទានប៉ុណ្ណឹងសិនណាបាទអញ្ចឹងនេះគឺសម្រាប់សកម្មភាពរបស់បឋមបាទហើយសម្រាប់អប់រំក្រៅប្រព័ន្ធបើសិនជាយើងគ្រោងបានត្រឹមត្រូវគឺមិនមានអីគួរប្រែប្រួលនៅក្នុងសកម្មភាពទី4នេះទេបាទករណីលើកលែងថាបើយើងគិតគូរទៅវាមានភាពខ្វះចន្លោះឬមួយក៏លើសលួសកន្លែងណាមួយហើយយើងគិតថាអាចសល់ចា៎ហ្នឹងក៏យើងអាចធ្វើការថយអនុទានទីគូទៅថាកាលពីក្រងហ្នឹងធ្វើទៅលើសបាទស្រាប់ដល់ពេលយើងចាប់ផ្ដើមអនុវត្តទៅយើងឃើញថាវាលើសចឹងអាចនៅសល់អនុទានមួយចំនួនណានោះចឹងយើងអាចធ្វើការថយអនុទានពីហ្នឹងដើម្បីទៅគ្រប់គ្រងគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារបានណាបាទប៉ុន្តែបើសិនជាលោកស្រីបានគិតគូរបានត្រឹមត្រូវនៅពេលដែលយើងធ្វើគម្រោងចឹងប្រហែលជាមិនមានអនុទានអីដែលនៅសល់នៅក្នុងសកម្មភាពទី4រឿងអប់រំក្រៅប្រព័ន្ធនេះទេបាទអញ្ចឹងមានស៊ីតម៉ាស៊ីតសម្រាប់មួយស្រុកហើយយើងប្រើតែលេខកូដទេដើម្បីកុំឲ្យឈ្មោះស៊ីតនឹងវាវែងពិបាកមើលហើយខ្ញុំជឿថាលោកស្រីគឺមានហើយមានលេខកូដស្រុកមួយដឹងថានៅកន្លែងណាហើយអាចជួយពិនិត្យអនុទានហ្នឹងទៅក្រែងលោកក្រុមការងារចាប់អនុទានដាក់ជូនបាទច្បាប់ហ្នឹងគឺអត់ត្រឹមត្រូវអាចប្រាប់មកក្រុមការងារវិញផងដែរបាទឬមួយក៏ជាលេខរួមត្រូវតែខុសអនុគណនីខុសអីចឹងណាបាទប៉ុន្តែសូមជួយពិនិត្យធៀបទៅនឹងច្បាប់ថវិការបស់លោកស្រីឲ្យបានច្បាស់លាស់ដែរណាបាទចឹងនេះគឺយើងយកលេខច្បាប់ថវិកាឆ្នាំ2026ដាក់ជូនបាទតែបើពិនិត្យមើលទៅថាវាអត់ត្រូវទេក៏អាចផ្ដល់ព័ត៌មានមកក្រុមការងារដើម្បីពិនិត្យនិងកែសម្រួលជូនដែរបាទអញ្ចឹងគឺតាមស្រុកមួយគឺត្រូវធ្វើតាមស្រុករៀងៗខ្លួនណាបាទតាមស្រុករៀងខ្លួនព្រោះយើងមានអនុទានថវិកាហ្នឹងរៀងៗខ្លួនបាទអញ្ចឹងបទបង្ហាញរបស់ខ្ញុំគឺសង្ខេបប៉ុណ្្នឹងទេបាទហើយចង់បញ្ជាក់ឡើងវិញថាជាគោលបំណងយើងចង់ពិនិត្យបាទជួយពិនិត្យជួយសម្របសម្រួលតាំងពីដើមទីដើម្បីឲ្យការរៀបចំឡើងមកតាមលំដាប់ថ្នាក់ហ្នឹងទៅបានតួលេខហ្នឹងបានត្រឹមត្រូវទៅតាមអ្វីដែលជាមុខសញ្ញាចំណាយដែលយើងត្រូវអនុវត្តនៅឆ្នាំ2026ចឹងបាទបទបង្ហាញរបស់ខ្ញុំសូមចប់ប៉ុណ្ណេះបាទបើសិនជាលោកស្រីមានសំណួរអីតាំងពីដើមទីមកបាទអាចអញ្ជើញលើកឡើងបាទដោយសារយើងមានតំណាងពីកោជបតំណាងពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបាទមានសមាជិកច្រើនទៀតដែលអាចនឹងចូលរួមជួយឆ្លើយបាទមានតំណាងខាងធនធានមនុស្សអីដែរបាទអញ្ចឹងសូមអរគុណបាទបាទខ្ញុំសូមគ្រាន់តែសូមជម្រាបបន្តិចពីរបៀបសរសេរឯកតានៅក្នុងតារាងបើសិនជាយើងសរសេរនៅក្នុងផែនការថវិកាប្រចាំឆ្នាំយើងក្បៀសតែមួយខ្ទង់ទេឯកតាលៀនហើយមិនមែន format ពីអាព្រឿនខ្ទង់មកសល់តែមួយខ្ទង់ទេគឺអត់ទេគឺវាយលេខចុងកតុយហ្នឹងអាក្បៀសតែមួយខ្ទង់គត់បាទសម្រាប់របាយការណ៍តាមចម្ពោះឬមួយកម្មវិធីចំណាយប្រចាំត្រីមាសគឺយើងទៅសេឯកតាពាន់ហើយអត់មានក្រោយអាក្បៀសពាន់ហ្នឹងទេឧបមាថា2000 23500អញ្ចឹងបើថាស្ទើរដាក់23000 4000 បដ ாய் ទៅអត់អីទេបាទដោយសាររបៀបសរសេររបស់គេគឺគេមានសរសេរតែរបាយការណ៍ប្រចាំខែដែលតាមចម្ពោះហ្នឹងគេសរសេរមិនកម្មវិធីសរសេរមិន
ឆ្នាំសេមិចហើយបើសិនជាបាយការសម្រេចទូទាត់អាហ្នឹងបានគេសេឯកតារៀលហ្មងបាទរហូតដល់រៀលអាហ្នឹងរហូតដល់រៀលតែម្ដងអញ្ចឹងសូមជម្រាបអញ្ចឹងអត់មានមកយើងទៅសេអីអ្វីខុសពីអាគូការដែលមាននេះបាទសូមជម្រាបជូនប៉ុណ្្នឹងបាទបាទអញ្ជើញលោកបាទជាស្រ័យម្ដងលោកគ្រូអ្នកគ្រូទេបាទស៊ីណាតបាទ